សួស្តីបងទាំងអស់គ្នាថ្ងៃនេះយើងក៏មកឆុងមីឡូទឹកដោះគោសម្រាប់កាលលេខ22ទាំងអស់គ្នាដែលគ្រឿងផ្សំរបស់យើងគឺមានដូចជាម្សៅមីឡូដែលមានកែវហើយនិងកញ្ចប់ដែលកញ្ចប់មានទម្ងន់1គីឡូចំណែកឯកែវវិញមានទម្ងន់4ខាំអញ្ចឹងបងចង់ប្រើមួយណាក៏បានដែរឥឡូវនេះយើងក៏មកចាប់ផ្ដើមឆុងទាំងអស់គ្នាដោយយើងប្រើជាមួយនឹងម្សៅមីឡូចំនួន1ស្លាបព្រាកាត់កន្លះបន្ថែមម្សៅទឹកដោះគោ1ស្លាបព្រាកាត់ដាក់ទឹកក្តៅ100មីលីលីត្រចូលទៅរួចហើយប្រើជាមួយនឹងទឹកដោះគោខាប់ចំនួន30មីលីលីត្របន្តមកទៀតបន្ថែមទឹកដោះគោស្រស់40មីលីលីត្រទៀតកូរចូលគ្នាសព្វរួចរាល់ហើយយកកាលលេខ22មកដួសទឹកកកដាក់ឲ្យពេញកែវចាក់ល្បាយមីឡូចូលរួចហើយយើងក៏បន្ថែមជាមួយនឹងគុជរសជាតិទឹកឃ្មុំរបស់យើងប៉ុន្តែបើសិនបងប្អូនចង់ដាក់គុជទេមិនចាំដាក់ទេជាចុងក្រោយយើងក៏ស្រោចបន្ថែមជាមួយនឹងទឹកដោះគោរាវខ្ទិះ LLT តិចទៀតមកធ្វើឲ្យរសជាតិរបស់វាកាន់តែឆ្ងាញ់ឥឡូវនេះមីឡូដោះគោរបស់យើងរួចរាល់ហើយណាសូមបងប្អូនមានចំណាប់អារម្មណ៍ចង់បានគ្រឿងផ្សំមីឡូឲ្យអត់ទាំងហ្នឹងអាចឆាតជួយពេកបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា